ប៉ុន្តែទស្សនិកជននៅសប្តាហ៍នេះគេបានមើលឃើញអំពីការលេចឡើងនៅលក្ខខណ្ឌដ៏សំខាន់មួយដែរនៅក្នុងដំណើរការចរចាទៅលើផែនការសន្តិភាពរុស្ស៊ីនិងអ៊ុយក្រែននេះនោះគឺការជំរុញឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតឡើងវិញបន្ទាប់ពីកន្លងទៅនេះរុស្ស៊ីតែងតែរិះគន់ថាមេដឹកនាំអ៊ុយក្រែនបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky គឺជាមេដឹកនាំដែលខុសច្បាប់ដោយលោកគឺមិនបានរៀបចំការបោះឆ្នោតទៅតាមការកំណត់របស់ប្រទេសនេះគឺដែលត្រូវរៀបចំឡើងតាំងពីខែមីនាឆ្នាំ2024ប៉ុន្តែក្រោយមកគឺអ៊ុយក្រែនបានដាក់ចេញនៅច្បាប់អាជ្ញាសិទ្ធិដោយបានលើកឡើងថាការបោះឆ្នោតមិនអាចរៀបចំនៅក្នុងអំឡុងពេលប្រទេសកំពុងជួបសង្គ្រាមនេះទេលោក Donald Trump ប្រធានាធិបតីអាមេរិកនៅពេលនេះលោកក៏បានជំរុញឲ្យអ៊ុយក្រែនគួរតែមានការរៀបចំការបោះឆ្នោតឲ្យបានឆាប់ដោយលោកគិតថាពេលនេះគឺជាពេលវេលាដែលមានសារៈសំខាន់សម្រាប់អ៊ុយក្រែនរៀបចំការបោះឆ្នោតពីព្រោះវាតាក់ទងនឹងជាសំណួរថាតើអ៊ុយក្រែនបច្ចុប្បន្នកំពុងតែប្រកាន់នៅលទ្ធិប្រជាធិបតេយ្យពិតប្រាកដឬក៏យ៉ាងណាប្រិមត្តទស្សនិកជនយ៉ាងណាក៏ដោយក្រោយពីបញ្ហានេះគឺត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងសម្រាប់លោក Zelensky លោកក៏បានឆ្លើយតបត្រឡប់ទៅវិញដែរថាអ៊ុយក្រែនគឺនឹងត្រៀមរៀបចំការបោះឆ្នោតរបស់ខ្លួនរង្វង់ពី50ទៅអធិស្ឋានគឺរង្វង់ពី60ទៅ90ថ្ងៃខាងមុខនេះបើសិនជាសហរដ្ឋអាមេរិកឬក៏អឺរ៉ុបមានការធានាសន្តិសុខបានសម្រាប់អ៊ុយក្រែននៅក្នុងអំឡុងការបោះឆ្នោតយ៉ាងណាក៏ដោយឃើញថានៅមានបញ្ហាខ្ទាស់ជាច្រើនទៀតនៅក្នុងការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនដើម្បីឈានឆ្ពោះទៅរកការព្រមព្រៀងលើផែនការសន្តិភាពនេះខណៈដែលលោក Donald Trump ហាក់បីដូចជាមានភាពនឿយណាយលោកក៏លើកឡើងជាថ្មីពីការព្រមានថាសង្គ្រាមលោកលើកទី3អាចនឹងកើតឡើងចេញពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះបើសិនជានៅតែបន្តអូសបន្លាយជុំវិញបញ្ហានេះយើងមានការចូលរួមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ BTV សូមជួបជាមួយលោកចិនសារីមលោកស្រីមនៅសប្តាហ៍នេះពិភពលោកតាមដានយ៉ាងខ្លាំងជាមួយនឹងការបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការសម្របសម្រួលឲ្យមានការព្រមព្រៀងទៅលើផែនការសន្តិភាពដែលស្នើឡើងដោយអាមេរិកហើយនៅក្នុងនោះផែនការសន្តិភាពនោះក៏ត្រូវបានកែសម្រួលជាបន្តបន្ទាប់ផងដែរស្របទៅតាមអ្វីដែលជាឆន្ទៈរបស់ភាគីពាក់ព័ន្ធទាំងរុស្ស៊ីទាំងអ៊ុយក្រែនក៏ដូចជាអឺរ៉ុបជាដើមប៉ុន្តែក្រោយការប្រឹងប្រែងមួយរយៈមានការចាប់អារម្មណ៍ពីការព្រមានរបស់លោក Donald Trump ប្រធានាធិបតីអាមេរិកពីការអាចនឹងឈានឆ្ពោះទៅរកសង្គ្រាមលោកលើកទី3សម្រាប់សង្គ្រាមនេះថាតើការព្រមានរបស់លោក Donald Trump នេះមានន័យថាលោកចាប់ផ្ដើមបន្ថយក្តីសង្ឃឹមសម្រាប់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនេះហើយឬក៏យ៉ាងណាបាទមើលការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលលើកឡើងពាក់ព័ន្ធទៅនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះមើលទៅសហរដ្ឋអាមេរិកហាក់ដូចជានឿយណាយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកសន្តិភាពឲ្យទៅប្រទេសអ៊ុយក្រែនដោយសារតែភាគីទាំងពីរនេះមើលទៅរុស្ស៊ីនិងអ៊ុយក្រែនហាក់ដូចជាមិនមានប្រទេសណាមួយបន្ទន់ជំហរក្នុងការឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមទេដោយរុស្ស៊ីនៅតែរឹងរូសចង់បានគោលដៅរបស់ខ្លួនបានសម្រេចហើយខាងអ៊ុយក្រែនក៏រឹងរូសមិនព្រមផ្ដល់សម្បទានណាមួយឲ្យទៅប្រទេសរុស្ស៊ីដែរហើយការលើកឡើងរបស់លោកត្រាំពាក់ព័ន្ធទៅនឹងថាប្រសិនបើអ៊ុយក្រែនមិនបញ្ចប់សង្គ្រាមទេនោះវាអាចនឹងកើតឡើងជាសង្គ្រាមលោកលើកទី3ដោយសារតែអ្នកជំនាញជាច្រើនបានលើកឡើងថាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះបើមើលទៅជាសង្គ្រាមឈ្លានពានមានន័យថារុស្ស៊ីឈ្លានពានទៅលើប្រទេសអ៊ុយក្រែនជាការពិតហើយមើលឃើញសកម្មភាពគឺការឈ្លានពានមែនប៉ុន្តែបាននិយាយពីខ្លឹមសារនៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនរវាងរុស្ស៊ីនិងអ៊ុយក្រែនវិញគឺមិនមែនជាសង្គ្រាមឈ្លានពានទេជាសង្គ្រាមដណ្ដើមឥទ្ធិពលទីតាំងភូមិសាស្ត្ររវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីទៅវិញអញ្ចឹងហើយបានជាសង្គ្រាមនេះប្រសិនបើមិនអាចបញ្ចប់បានទេវាទាញពិភពលោកទាំងមូលឲ្យធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទី3ដោយសារតែរុស្ស៊ីក៏មិនព្រមចាញ់សហរដ្ឋអាមេរិកក៏មិនព្រមចាញ់មិនព្រមទុកអ៊ុយក្រែនចោលឲ្យនៅឯកាដែរអញ្ចឹងហើយបានលោកត្រាំលោកប្រហើបអំពីសង្គ្រាមលោកលើកទី3ដែលអាចកើតឡើងដោយសារតែអាមេរិកក៏មិនព្រមដើរចេញពីអ៊ុយក្រែនទុកអ៊ុយក្រែនចោលហើយរុស្ស៊ីក៏មិនព្រមចុះចាញ់អ៊ុយក្រែនដោយសារតែសង្គ្រាមនេះដែរអញ្ចឹងបើមិនបញ្ចប់ទេស
សហរដ្ឋអាមេរិកក៏នៅតែប្រឹងរុស្ស៊ីក៏នៅតែប្រឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនគឺគ្មានទីបញ្ចប់ទេបាទនៅថ្មីនេះលោកដូណាល់ត្រាំបានលើកឡើងពីលក្ខខណ្ឌដ៏សំខាន់មួយនៅក្នុងដំណើរការចរចាសន្តិភាពនោះគឺការបោះឆ្នោតនៅក្នុងប្រទេសអ៊ុយក្រែនថាតើវាមានការជាប់ពាក់ព័ន្ធជាមួយនឹងផែនការសន្តិភាពនេះយ៉ាងម៉េចដែរសម្រាប់ការបោះឆ្នោតនៅអ៊ុយក្រែនស្របពេលដំណាក់កាលសង្គ្រាមនេះលោកសេរីបាទពាក់ព័ន្ធនឹងការបោះឆ្នោតនៅក្នុងប្រទេសអ៊ុយក្រែននឹងវាហាក់ដូចជារឿងរួមផ្សំនៅត្រង់ថានៅពេលបច្ចុប្បន្ននេះគឺទាំងភាគីរុស្ស៊ីនិងសហរដ្ឋអាមេរិកជាពិសេសប្រទេសរុស្ស៊ីនេះតែម្ដងមិនដែលផ្ដល់តម្លៃឲ្យលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែននឹងថាជាមេដឹកនាំស្របច្បាប់ទេពីព្រោះលោក Volodymyr Zelensky បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនតាំងពីឆ្នាំ2019ក្នុងអាណត្តិ5ឆ្នាំប៉ុន្តែនៅឆ្នាំ2014 24កន្លងទៅនេះគឺលោក Zelensky បានផុតអាណត្តិទៅហើយប៉ុន្តែលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនមិនបានរៀបចំការបោះឆ្នោតសារជាថ្មីទេដោយសំអាងទៅលើថានៅពេលបច្ចុប្បន្ននេះគឺប្រទេសអ៊ុយក្រែនស្ថិតនៅក្នុងច្បាប់អាជ្ញាសិទ្ធិនៅឡើយដូច្នេះពេលដែលប្រទេសស្ថិតនៅក្នុងច្បាប់អាជ្ញាសិទ្ធិគឺអ៊ុយក្រែនមិនអាចរៀបចំការបោះឆ្នោតបានទេដោយសារតែមានសង្គ្រាមជាមួយប្រទេសរុស្ស៊ីប៉ុន្តែរុស្ស៊ីបានបញ្ជាក់ថាខ្លួនមិនចុះហត្ថលេខាណាមួយខ្លួនក៏មិនធ្វើការជាមួយនឹងមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky ដែលជាមេដឹកនាំខុសច្បាប់នោះដែរអញ្ចឹងហើយបានជាមានការលើកឡើងដោយជំរុញសហរដ្ឋអាមេរិកជំរុញឲ្យមានការបោះឆ្នោតនៅប្រទេសអ៊ុយក្រែននេះវាជាការតម្រូវចិត្តដល់ប្រទេសរុស្ស៊ីហើយម្យ៉ាងទៀតមេដឹកនាំរបស់ប្រទេសរុស្ស៊ីទាំងអស់មិនមែនមួយណាទេគឺទាំងអស់រួមទាំងលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីថែមទៀតគឺស្អប់លោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនដូច្នេះក្នុងផែនការសន្តិភាពរបស់លោកត្រាំគឺលោកត្រាំជំរុញឲ្យមានការបោះឆ្នោតសារជាថ្មីនៅត្រង់ថាប្រសិនបើមេដឹកនាំនៅប្រទេសអ៊ុយក្រែនថ្មីនោះអាចរុស្ស៊ីផ្ដល់សម្បទានខ្លះឲ្យទៅប្រទេសអ៊ុយក្រែនក្នុងការចរចាដោយសារតែរុស្ស៊ីហាក់មិនសូវស្អប់ទំនងជាមិនសូវស្អប់ប៉ុន្តែបើសិនជាលោក Volodymyr Zelensky នៅពេលបច្ចុប្បន្នគឺរុស្ស៊ីស្អប់មិននិយាយរទៅទៀតដូច្នេះវាពាក់ព័ន្ធនៅត្រង់ប៉ុណ្ណឹងនៅត្រង់ថារុស្ស៊ីស្អប់លោក Volodymyr Zelensky មិនអាចនិយាយគ្នាបានហើយចាត់ទុកលោកស្គីថាជាមេដឹកនាំអ៊ុយក្រែននៅខុសច្បាប់ទៅទៀតអញ្ចឹងហើយបានពិបាកនិយាយគ្នាម្យ៉ាងទៀតបើតាមសហរដ្ឋអាមេរិកនោះគឺក៏លើកឡើងដូចគ្នាដែរដូចគ្នានៅត្រង់ថាលោក Volodymyr Zelensky គួរតែរៀបចំការបោះឆ្នោតដោយសារតែបើមិនបោះឆ្នោតសហរដ្ឋអាមេរិកក៏ចាត់ទុកថាមេដឹកនាំនៅប្រទេសអ៊ុយក្រែនហាក់មិនពេញលេញផ្នែកផ្លូវច្បាប់ដែរប៉ុន្តែគ្រាន់តែរឿងនៅត្រង់ថាលោក Volodymyr Zelensky បានប្រកាសថាបើអាមេរិកធានាសន្តិសុខអឺរ៉ុបធានាសន្តិសុខឲ្យទៅប្រទេសអ៊ុយក្រែនក្នុងការរៀបចំការបោះឆ្នោតលោកនឹងរៀបចំការបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ60ថ្ងៃនឹងបោះឆ្នោតឲ្យបាននៅប្រទេសអ៊ុយក្រែនតែរហូតមកដល់ពេលនេះទាំងអាមេរិកទាំងអឺរ៉ុបមិនទាន់មានប្រទេសណាប្រកាសទទួលខុសត្រូវចំពោះការរៀបចំការបោះឆ្នោតនៅប្រទេសអ៊ុយក្រែនដែលថានឹងអាចប្រព្រឹត្តទៅដោយមានសន្តិសុខល្អនោះទេបាទដូច្នេះនៅត្រង់ចំណុចនេះមានន័យថាដំណើរការនៃការចរចាការពិភាក្សាគឺនៅត្រឹងដោយរងចាំការបោះឆ្នោតនៅអ៊ុយក្រែនបញ្ចប់ឬក៏យ៉ាងណាដែរលោកស្រីបាទចំពោះកិច្ចចរចាដែលសហរដ្ឋអាមេរិកធ្វើជាអន្តរការីដដែលហ្នឹងគឺអត់មានចាំការបោះឆ្នោតទេគឺការចរចានៅតែដដែលប៉ុន្តែគ្រាន់តែសហរដ្ឋអាមេរិកនឿយណាយនៅត្រង់ថារហូតមកដល់ពេលនេះភាគីទាំងពីរគឺរុស្ស៊ីនិងអ៊ុយក្រែនគឺមិនត្រូវរើគ្នាទេហើយចំណុចនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះក៏ហាក់ដូចជានៅឆ្ងាយដែរប៉ុន្តែសហរដ្ឋអាមេរិកជិះអត់រួចទេបាទជិះមិនរួចនឹងធ្វើអន្តរការីទេដោយសារតែអ៊ុយក្រែននេះគឺសហរដ្ឋអាមេរិកដើរចេញអត់បានទេដើរចេញមិនបាននៅត្រង់ថាប្រសិនបើសហរដ្ឋអាមេរិកនិងអឺរ៉ុបឬក៏សហរដ្ឋអាមេរិកម្នាក់ឯងក៏ដោយអាមេរិកដើរចេញលែងគិតគូរប្រទេសអ៊ុយក្រែននឹងចាញ់សង្គ្រាម
បើអ៊ុយក្រែនចាញ់សង្គ្រាមនោះគេថាទ្វារនៅអឺរ៉ុបខាងកើតលបើកកាលណាទ្វារនៅអឺរ៉ុបខាងកើតលបើកដោយសារអ៊ុយក្រែនចាញ់សង្គ្រាមនោះនៅទូទាំងតំបន់អឺរ៉ុបទាំងមូលនឹងទទួលរងការគំរាមកំហែងដោយយោធាពីសំណាក់ប្រទេសរុស្ស៊ីចឹងចង់ឬមិនចង់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវតែទប់ទល់រុស្ស៊ីឲ្យនៅត្រឹមអ៊ុយក្រែនកុំឲ្យទ្វារអឺរ៉ុបរបើកកាលណាទ្វារអឺរ៉ុបរបើកគឺវាមានហានិភ័យអញ្ចឹងហើយបានជាមើលទៅសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនសោះប៉ុន្តែសហភាពអឺរ៉ុបហើយនិងសហរដ្ឋអាមេរិកហាក់ដូចជាប្រឹងប្រែងខ្លាំងមែនទែនក្នុងការពិភាក្សាក្នុងការផ្សះផ្សាក្នុងការជួបចរចាជាមួយនឹងរុស្ស៊ីផងជាមួយនឹងអ៊ុយក្រែនផងដើម្បីបញ្ចប់នៅសង្គ្រាមនៅក្នុងអ៊ុយក្រែនដោយសារតែបើសិនជាមិនអាចបញ្ចប់សង្គ្រាមគឺអាមេរិកនិងអឺរ៉ុបមិនអាចដើរចេញបានដដែលហើយបន្ទុកនេះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមែនប៉ុន្តែបន្ទុកវាធ្លាក់ទៅលើសហរដ្ឋអាមេរិកផងវាធ្លាក់ទៅលើសហភាពអឺរ៉ុបផងអញ្ចឹងហើយទោះបីចង់ឬមិនចង់ក៏ដោយគឺសហរដ្ឋអាមេរិកត្រូវតែជួយជ្រោមជ្រែងបើជៀសវាងមិនជួយអ៊ុយក្រែនតទៅទៀតមិនចំណាយក្នុងសង្គ្រាមអ៊ុយក្រែនតទៅទៀតដោយការឲ្យផ្ដល់ជំនួយទៅអ៊ុយក្រែនគឺត្រូវបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបើសង្គ្រាមមិនចប់សហរដ្ឋអាមេរិកនៅតែទទួលបន្ទុកនៅតែទទួលអាមេរិកក្នុងសង្គ្រាមនេះដដែលចឹងហើយបានជាទោះបីជាការចរចាមិនបានវិវត្តមួយជំហានសោះទៅមុខក៏ដោយក៏សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅតែបន្តកិច្ចខំប្រឹងប្រែងដោយស្វែងរកកន្លឹះណាចំណុចណាដើម្បីជាចំណុចស្របឲ្យភាគីរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនដែលបានអូសម្លាយអស់រយៈពេល74ឆ្នាំកន្លងមកហើយនោះបាទយើងនឹងតាមដានបន្តទៀតថាតើលោកដូណាល់ត្រាំនឹងអាចបញ្ចុះបញ្ចូលឲ្យភាគីទាំងពីរមានការគេហៅថាទទួលយកនៅសំណើនានានៅក្នុងផែនការសន្តិភាពនេះបានកម្រិតណាដែរខណៈដែលពីអឺរ៉ុបដូចជាបង្ហាញពីវឌ្ឍនភាពនៅក្នុងរយៈពេលចុងក្រោយនេះបន្ទាប់ពីមានការជជែកតាមទូរស័ព្ទជាមួយនឹងលោកត្រាំថាការចរចាកំពុងមានសន្ទុះទៅមុខយ៉ាងខ្លាំងក្លាមានអ្វីថ្មីនឹងជម្រាបជូនដល់ទស្សនិកជននៅពេលក្រោយទៀតអរគុណលោកស្រីអរគុណ